បុរសម្នាក់ស្ទើរតែមិនជឿភ្នែកខ្លួនឯងនៅពេលអណ្ដើកចាស់ដែលជីតាបានបន្សល់ទុកឲ្យស្រាប់តែនិយាយភាសាមនុស្សបានអណ្ដើកចាស់និយាយទាំងប្រញាប់ថា3ថ្ងៃទៀតគ្រោះមហន្តរាយភ្លៀងដ៏ធំនឹងវាប្រហារវាព្រមានថាបើគាត់ប្រគល់លុយឲ្យប្រពន្ធនិងមិត្តប្រុសជិតស្និទ្ធរបស់នាងពេលគ្រោះមហន្តរាយមកដល់ពួកគេនឹងបោះបង់គាត់ចោលដោយគ្មានមេត្តាទោះជាបានឬការព្រមានក៏ដោយបុរសនោះនៅតែប្រគល់កាតធនាគារឲ្យប្រពន្ធនាងសប្បាយចិត្តយ៉ាងខ្លាំងហើយប្រញាប់នាំមិត្តប្រុសរបស់នាងទៅធនាគារដើម្បីដកលុយប៉ុន្តែអ្វីដែលពួកគេមិនដឹងនោះគឺបុរសនោះបានផ្ទេរប្រាក់ទាំងអស់ក្នុងកន្នីទៅឲ្យឪពុកម្ដាយរួចហើយកាតដែលពួកគេយកទៅគ្រាន់តែជាកាតទេប៉ុណ្ណោះដោយដឹងថាគ្រោះមហន្តរាយជិតមកដល់គាត់មិនខ្ជះខ្ជាយពេលជាមួយអ្នកទាំងពីរឡើយគាត់បានទូរស័ព្ទទៅឪពុកម្ដាយឲ្យប្រញាប់ទៅសម្អាតផ្ទះចាស់នៅលើកំពូលភ្នំអណ្ដើកចាស់បានប្រាប់ថាទឹកជំនន់ដែលបង្កឡើងដោយភ្លៀងដ៏ធំអាចលិចអគារខ្ពស់ដល់30ជាន់ហើយមានតែផ្ទះចាស់នៅលើភ្នំប៉ុណ្ណោះដែលអាចក្លាយជាជម្រកសុវត្ថិភាពបន្ទាប់ពីនិយាយជាមួយឪពុកម្ដាយរួចបុរសនោះបានយកប្រាក់សន្សំទាំងអស់ទៅទិញអាហារទឹកនិងសម្ភារៈចាំបាច់សម្រាប់រស់រានមានជីវិតមិនយូរប៉ុន្មានប្រពន្ធនិងមិត្តប្រុសរបស់នាងក៏ដឹងថាក្នុងកាតគ្មានលុយហើយទូរស័ព្ទមកសួរនាំភ្លាមបុរសនោះក៏ហកថាប្រព័ន្ធធនាគារកំពុងមានបញ្ហាហើយប្រាប់ថាគាត់នឹងត្រឡប់ទៅស្រុកកំណើតដើម្បីយកប្រាក់សោធនរបស់ឪពុកម្ដាយមកឲ្យឬដូច្នោះប្រពន្ធកាន់តែរីករាយហើយគិតថាដរាបណាបានលុយនាងនឹងបោះបង់បុរសនោះភ្លាមប៉ុន្តែពេលនោះបុរសនោះបានដឹកសម្ភារៈជាច្រើនទៅដល់ផ្ទះនៅលើភ្នំរួចហើយគាត់បានប្រាប់ឪពុកម្ដាយពីរឿងទាំងអស់ដោយមិនលាក់បាំងម្ដាយរបស់គាត់ខឹងយ៉ាងខ្លាំងហើយចង់ទៅរកប្រពន្ធដើម្បីទាមទារយុត្តិធម៌ប៉ុន្តែកូនប្រុសបានឃាត់នាងហើយនិយាយថាមិនចាំបាច់ប្រញាប់ទេព្រោះពេលគ្រោះមហន្តរាយមកដល់ពួកគេនឹងទទួលផលនៃអំពើរបស់ខ្លួនភ្លាមនោះសមាជិកគ្រួសារទាំង3បានផ្លាស់ទៅរស់នៅលើភ្នំដើម្បីធានាសុវត្ថិភាពពួកគេបានដំឡើងរបងលូបន្លាមានចរន្តអគ្គិសនីជុំវិញផ្ទះប្រែក្លាយផ្ទះចាស់ឲ្យទៅជាបន្ទាយការពារដ៏រឹងមាំនៅព្រឹកថ្ងៃបន្ទាប់អណ្ដើកចាស់បានព្រមានថានៅសល់តែកន្លះម៉ោងទៀតប៉ុណ្ណោះភ្លៀងដ៏ធំនឹងចាប់ផ្ដើមធ្លាក់បុរសនោះប្រញាប់នាំឪពុកម្ដាយចូលទៅក្នុងផ្ទះប៉ុន្តែភ្លាមនោះឪពុករបស់គាត់ស្រាប់តែដឹងថាឆ្កែសំណប់របស់គ្រួសារបានបាត់ខ្លួនបុរសនោះភ័យស្លន់ស្លោខណៈអណ្ដើកចាស់ប្រាប់ថាឆ្កែត្រូវបានប្រពន្ធនិងមិត្តប្រុសរបស់នាងចាប់យកទៅធ្វើជាចំណាប់ខ្មាំងដោយមិនបង្អង់យូរគាត់និងឪពុកបានប្រញាប់ចុះទៅជើងភ្នំប្រពន្ធដឹងថាឆ្កែគឺជាអ្វីដែលឪពុករបស់គាត់ស្រឡាញ់បំផុតដូច្នេះនាងបានគំរាមថាបើមិនប្រគល់ប្រាក់ទាំងអស់ទេនាងនឹងមិនដោះលែងឆ្កែឡើយបុរសនោះមិនតវ៉ាអ្វីទេគាត់គ្រាន់តែយកប្រអប់មួយពេញទៅដោយសាច់ប្រាក់មកដាក់នៅជិតមាត់ជ្រោះហើយទាមទារឲ្យពួកគេដោះលែងឆ្កែជាមុនក្រោយពេលឆ្កែត្រូវបានដោះលែងហើយឪពុកនាំវាត្រឡប់ទៅផ្ទះដោយសុវត្ថិភាពបុរសនោះបានប្រើកម្លាំងទាំងអស់បោះប្រអប់ប្រាក់ទៅឆ្ងាយអ្នកទាំងពីររត់សម្ដៅទៅរកប្រអប់ប្រាក់ភ្លាមខណៈបុរសនោះបែរជារត់ត្រឡប់ទៅផ្ទះវិញនៅវិនាទីនោះផ្គរលាន់បានបន្លឺឡើងលើផ្ទៃមេឃហើយគ្រោះមហន្តរាយភ្លៀងដ៏ធំក៏ហៀបនឹងចាប់ផ្ដើម